សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះស្រមោលចេញមកឡងទៀតហើយអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅសាច់រឿងតែម្ដងសាច់រឿងនេះដែរគឺគាត់ជួបផ្ទាល់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់3នាក់ទៀតបាទគឺនៅថ្ងៃមួយហ្នឹងគឺជាថ្ងៃប្រឡងបញ្ចប់ចំមាសលើកទី2ហើយនៅថ្ងៃបន្ទាប់គឺជាថ្ងៃដែលសាលាត្រូវបានវាកងអញ្ចឹងពួកគាត់ទាំង4នាក់ហ្នឹងគឺត្រូវបានសម្រាកមួយរយៈអញ្ចឹងទេពួកគាត់ទាំង4នាក់ហ្នឹងគឺគិតថានឹងទៅសុំលាប្រគ្រូចៅអធិការវត្តមុននឹងគាត់ចាក់ចេញទៅហ្នឹងប៉ុន្តែដោយសារតែពេលហ្នឹងពួកគាត់មិនទាន់បានរៀបចំអីវ៉ៃវ៉ាន់នោះទេអញ្ចឹងពួកគាត់ទាំង4នាក់ហ្នឹងក៏សម្រេចចិត្តថាសម្រាកមួយយប់ទៀតនៅយប់នោះផងដែរនៅពេលដែលគាត់ហូបបាយរួចម៉ោងប្រហែលជា7ជាងព្រះគ្រូចៅអធិការវត្តក៏និមន្តមកអង្គុយលេងជាមួយពួកគាត់ហ្នឹងកន្លងមកព្រះអង្គមិនដែលនិមន្តមកអង្គុយលេងជាមួយពួកគាត់ទាំង4នាក់ទេចម្លែកអីយប់នេះព្រះអង្គនិមន្តមកអង្គុយនិយាយលេងហើយជាយប់ចុងក្រោយដែលពួកគាត់ទាំង4នាក់ហ្នឹងត្រូវលាព្រះអង្គទៅលេងស្រុកកំណើតពេលដែលអង្គុយលេងហ្នឹងគឺព្រះអង្គបានសួរពួកគាត់ទាំង4នាក់ហ្នឹងដែលរស់នៅលើកុដិហ្នឹងមួយឆ្នាំហើយតើមានកើតអីដែរអត់ហើយពួកគាត់ទាំង4ហ្នឹងបានឆ្លើយថាអត់មានកើតអីទេព្រះអង្គពួកខ្ញុំរស់នៅដោយក្តីរីករាយបំផុតហើយព្រះអង្គក៏មានសង្ឃដីកាទៀតថាសូមសរសើរពួកញោមទាំង4នាក់ហើយដែលរស់នៅលើកុដិនេះបានព្រះអង្គបាននិយាយថាលោកមួយវត្តគ្មាននៅបានទេនៅកុដិនេះដោយសារតែលើបែបនេះពួកគាត់ទាំង4ហ្នឹងក៏ដេញសួរទៅព្រះអង្គបន្ថែមទៀតដើម្បីចង់ដឹងពីប្រវត្តិកុដិហ្នឹងអញ្ចឹងណាពេលហ្នឹងព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថាអាត្មាមិនចង់ប្រាប់ពួកញោមឲ្យដឹងទេប៉ុន្តែដោយសារតែពួកញោមទាំង4នាក់ហ្នឹងត្រូវទៅលេងផ្ទះវិញហើយអញ្ចឹងអាត្មាក៏ប្រាប់ទៅថាកុដិនេះកាលពីដើមឡើយជាផ្ទះគ្រួសារមួយដែលនៅឆ្ងាយពីវត្តហើយមានធាតុកម្មនៅលើផ្ទះនេះមួយគ្រួសារតែម្ដងដោយប្តីហ្នឹងបានប្រច័ណ្ឌប្រពន្ធហើយសម្រាប់ប្រពន្ធនិងកូននៅលើផ្ទះហ្នឹងឯងបន្ទាប់មកក៏ចងកសម្រាប់ខ្លួនឯងនៅលើផ្ទះហ្នឹងដដែលគាត់បាននិយាយថាក្រោយមកអ្នកជិតខាងមិនអាចរស់នៅនឹងបានទេដោយសារគាត់ខ្លាចអញ្ចឹងណាក៏សម្រេចចិត្តនាំគ្នារើផ្ទះហ្នឹងគឺលើកផ្ទះហ្នឹងទៅប្រគេនឲ្យព្រះសង្ឃហើយព្រះសង្ឃដោយការខ្វះខាតគាត់ផងនោះដែរគាត់ក៏ដំឡើងផ្ទះហ្នឹងឡើងវិញបាទរៀបចំឡើងវិញឲ្យថ្មីអញ្ចឹងដើម្បីធ្វើជាកុដិសម្រាប់ឲ្យព្រះសង្ឃគង់នៅនឹងឯងប៉ុន្តែក្រោយពីរៀបចំរួចរាល់ព្រះសង្ឃមួយពេញមួយវត្តគឺមិនអាចគង់នៅលើផ្ទះហ្នឹងបានតតែសោះបាទគឺនៅលើកុដិហ្នឹងឯងបែបនេះហើយទើបព្រះសង្ឃក៏សម្រេចចិត្តថាទុកកុដិហ្នឹងចោលតែម្ដងទៅបាទគឺនៅអត់បានតែម្ដងបងប្អូនអញ្ចឹងហើយគឺគាត់ក៏សម្រេចចិត្តទុកកុដិហ្នឹងចោលគឺនិយាយទៅគឺខ្មោចនៅក្នុងកុដិហ្នឹងបាទគឺគាត់ធ្វើទុកបុកម្នេញទៅលើព្រះសង្ឃមែនទែនហើយព្រះសង្ឃដែលទៅតែបួសមកថ្មីហ្នឹងគឺអត់អាចនៅនឹងបានទេបងប្អូនហើយក្រោយពីព្រះចៅអធិការវត្តមានសង្ឃដីកាចប់ហ្នឹងព្រះអង្គក៏បាទគឺទៅវិញបាត់ហើយរាត្រីនោះក៏ប្រែក្លាយទៅជារាត្រីមួយដែលគួរឲ្យចម្លែកជាទីបំផុតបងប្រុសដែលបានជួបហេតុការណ៍ហ្នឹងគឺគាត់បាននិយាយថាមានឆ្មាមួយក្បាលដែលគាត់តែងតែឃើញវាគឺវាឆ្លូតគួរស្រឡាញ់តែដល់ពេលបន្ទាប់ពីយប់ហ្នឹងទៅវាប្រែក្លាយទៅជាកាច់សាហាវហើយលោតចុះឡើងពេញនឹងតែម្ដងស្រែកខ្លាំងហើយមួយវិញទៀតហ្នឹងមានកង្ហានមួយទ្រុងនៅក្រោមគាត់ហ្នឹងកន្លងមកក៏វាអត់ដែលស្រែកដែរដល់ពេលយប់ហ្នឹងគឺវាបែកទៅជាស្រែកកញ្ជ្រោពេញទ្រុងខ្ទោពេញវត្តហើយឆ្កែដែលមិនដៃព្រោះវាស្រាប់តែលូពេញនឹងទាំងអស់ហើយស្របពេលហ្នឹងដែរគឺមានបុណ្យសពមួយនៅក្បែរវត្តបាទអញ្ចឹងទៅគឺគាត់ខ្លាចមែនទែនហើយវាចម្លែកអីទៀតណាបងប្អូនគឺសពហ្នឹងគឺបានដង្ហែមកហើយបូជានៅចម្ងាយពីវត្តប្រហែលជា500ម៉ែត្រដែលនៅពីក្រោយកុដិរបស់គាត់ហ្នឹងនៅក្នុងព្រៃដែលពោពេញទៅដោយភាពភ័យខ្លាចមែនទែនហើយពួកគាត់ហ្នឹងគឺមួយយប់ហ្នឹងគឺអត់បានដេកតតែសោះមួយយប់ទៅភ្លឺហ្នឹងគឺអង្គុយជុំគ្នាអោបក្បាលជង្គង់ប៉ុន្តែរឿងដែលគួរឲ្យចម្លែកទៀតណាបងប្អូនគឺនៅម៉ោង3រំលងអាត្រាតមានគ្នាខ្ញុំម្នាក់ហ្នឹងគឺគាត់ជឿបត់ជើងតូចហើយគ្នាខ្ញុំហ្នឹងសម្រេចចិត្តថាជូនគាត់ទៅបត់ជើងតូចពេលដែលគាត់បើកទ្វារស្រាប់តែឃើញទង់ព្រលឹងសពបូជាពីថ្ងៃមិញណាបងប្អូនអូមែនតើណាហើយបងប្អូនដឹងទេទង់ព្រលឹងហ្នឹងគឺវាមកទៅនៅលើគាត់ដែលគាត់សម្រាកហ្នឹងឯងហើយគាត់បាននិយាយថាអ្វីដែលកើតឡើងនៅយប់ហ្នឹងគឺខុសស្រឡាច់ពីយប់ណាទាំងអស់បាទវាធ្វើឲ្យដូចជាអ្វីមានអ្វីចម្លែកមួយអញ្ចឹងណាហើយយប់ហ្នឹងគឺជាយប់មួយដែលពួកគាត់ទាំង4នាក់ហ្នឹងមិនដែលធ្លាប់បានជួបប្រទះពីមុនមកទេហើយក៏ជាយប់មួយដែលគួរឲ្យខ្លាចបំផុតសម្រាប់ពួកគាត់ហើយក៏ជាយប់មួយដែលយូរបំផុតសម្រាប់ពួកគាត់ទម្រាំតែមេឃភ្លឺគឺពួកគាត់ស្នាក់នៅក្នុងកុដិនឹង1ឆ្នាំអត់យូរទេ
បាយជាយូរអីយប់នឹងទៅវិញហើយក៏ជាយប់ចុងក្រោយទៀតដូចជាយប់នេះមានអារម្មណ៍ថាដូចជាមួយឆ្នាំអញ្ចឹងដែលគាត់ចាំមួយយប់នឹងដូចរយៈពេលមួយឆ្នាំអញ្ចឹងបងប្អូនលុះព្រឹកឡើងពួកគាត់ទាំង4នាក់បាននិយាយទាំងអស់គ្នាថារៀបចំអីវ៉ាន់ក៏នាំគ្នាប្រញាប់ទៅលាព្រះសង្ឃអត់ដូចចាំយូរទេបងប្អូនបាទគឺទៅផ្ទះវិញហើយប៉ុន្តែនៅពេលដែលពួកគាត់ជិះកង់មកដល់ក្រៅរបងវត្តគាត់ក៏ជប់កង់ទាំងអស់គ្នាហើយបងប្អូនដឹងទេនៅពេលដែលគាត់ក៏លេចទៅមើលគាត់ដែលគាត់ធ្លាប់នៅហ្នឹងគឺគួរឲ្យខ្លាចជាទីបំផុតហើយខ្ញុំបាននិយាយថាយើងមិនគួរនៅគាត់នេះបានមួយឆ្នាំសោះបើមើលទៅគួរឲ្យខ្លាចអញ្ចឹងក្រោយពេលដែលពួកគាត់ទាំង4នាក់ទៅដល់ផ្ទះវិញនោះក៏ព្រះសង្ឃបានបោះបង់ចោលតែម្ដងក្រោយមកទៀតគាត់នោះព្រះសង្ឃបានរុះរើចោលតែម្ដងគាត់និយាយថាមកដល់បច្ចុប្បន្ននេះមានរយៈពេល10ឆ្នាំជាងទៅហើយបងប្អូនហើយពួកគាត់នៅតែចាំដកនៅក្នុងអារម្មណ៍ជានិច្ចនិងចាំច្បាស់នៅព្រឹត្តិការណ៍នឹងខ្លាំងមែនទែនដែលធ្វើឲ្យគាត់ខ្លាចរអាខ្លាំងមែនទែននៅក្នុងគាត់នឹងដែលគាត់និយាយថាគាត់នឹងរយៈពេល1ឆ្នាំតែមួយយប់ដែលគាត់នៅនឹងគឺដូចរយៈពេល1ឆ្នាំអញ្ចឹងគឺអត់ភ្លឺទេគឺធ្វើឲ្យគាត់ខ្លាចមែនទែនទាំង4នាក់នឹងបាទបងប្អូនហើយរឿងនេះគឺជារឿងដែលគាត់ជួបផ្ទាល់ឬយ៉ាងណាទេតែខ្ញុំអានទៅគឺមានអារម្មណ៍ថាព្រឺសម្បុរមែនទែនបងប្អូនបាទសម្រាប់មួយរឿងរបស់គាត់នេះអញ្ចឹងរឿងពួកគាត់ទាំង4នាក់គឺចប់ត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចជួយ Subscribe និងទទួលបានរឿងថ្មីនឹងចេញបន្តទៀតបាទអរគុណបាយបាយសួស្តីប្រិយមិត្តអ្នកស្ដាប់រឿងនិទានខ្មោចទាំងអស់គ្នា admin មួយរយៈនេះរៀងចេញវីដេអូរៀងច្រើនបន្តិចដោយសារ admin រៀងទំនេរដែរបាទក៏ពំនាំនៅរឿងនិទានថ្មីជូនបងប្អូនស្ដាប់កំសាន្តដោយបងប្អូនដឹងស្រាប់ហើយ admin តែងតែពំនាំនៅរឿងព្រេងនិទានខ្មែរបាទក៏ដូចជារឿងខ្មោចរឿងអបិយជំនឿផ្សេងបាទក៏មានរឿងពិតដែលបានពីប្រិយមិត្តផងដែរអញ្ចឹងគឺថ្ងៃនេះគឺជារឿងនិទានមួយរឿងទៀតហើយបាទរឿងនេះគឺជារឿងព្រេងនិទានដ៏ព្រឺព្រួចមួយរឿងនេះពាក់ព័ន្ធនឹងរឿងព្រះសង្ឃកំពត់ក្បាលបាទគ្រាន់តែស្ដាប់ចំណងជើងក៏មានអារម្មណ៍ថាព្រឺព្រួចដែរបងប្អូនស្ដាប់ដោយពិចារណាបាទព្រោះវាគឺជារឿងនិទានហើយក៏ជារឿងអប់រំផ្សេងដែរដែល admin និទានកន្លងមកសុទ្ធតែមានចំណុចអប់រំនៅចុងបញ្ចប់រឿងអញ្ចឹងនេះគឺជាប្រភេទរឿងជាវីរកថានិងជារឿងរ៉ាវអបិយជំនឿដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រខ្មែរដែលច្រើនតែតាក់ទងនឹងសម័យសង្គ្រាមឬការបះបោរប្រឆាំងនឹងសត្រូវឈ្លានពានរឿងនេះបង្កប់នៅអត្ថន័យភាពស័ក្តិសិទ្ធិអភូតហេតុនិងការលះបង់ខ្ញុំនឹងនិទានសាច់រឿងលម្អិតដែលរៀបរាប់តាំងពីដើមរហូតដល់ចប់ដែលអ្នកអាចចំណាយពេលស្ដាប់យ៉ាងជក់ចិត្តកាលពីដើមឡើយមានព្រះសង្ឃមួយអង្គព្រះនាមព្រះគ្រូសូឬតាមតំបន់ខ្លះហៅលោកគ្រូថាជាលោកគ្រូកម្ពុជាគង់នៅវត្តមួយនៅខេត្តភាគខាងកើតនៃប្រទេសកម្ពុជាព្រះអង្គគឺជាព្រះសង្ឃដែលពូកែខាងមន្តអាគមវិជ្ជាការស្ទាត់ជំនាញក្នុងក្បួនខ្នាតយុទ្ធសាស្ត្រនិងមានមេត្តាធម៌ដ៏ខ្ពង់ខ្ពស់នៅក្នុងសម័យនោះប្រទេសជាតិកំពុងជួបសង្គ្រាមឈ្លានពានពីសំណាក់ទ័ពជិតខាងព្រះអង្គមិនអាចគង់នៅស្ងៀមមើលរាជរងទុក្ខបានឡើយព្រះអង្គក៏បានសម្រេចចិត្តលាសិក្ខាបទឬខ្លះថាគង់នៅក្នុងសាមណភេទដើម្បីចេញមកជួយរៀបចំក្បួនទ័ពការពារទឹកដីដោយសារព្រះអង្គមានសាច់ស្ពាន់ស្អឹងដែកនិងមន្តអាគមខ្លាំងក្លាតបសត្រូវមិនអាចធ្វើអ្វីព្រះអង្គបានឡើយទោះបីសត្រូវបាញ់កំភ្លើងឬកាប់ដោយដាវក៏មិនមុតសូម្បីតែរោមសរសៃមួយក៏មិនជ្រុះដែរខណៈនេះធ្វើឲ្យកងទ័ពសត្រូវមានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមប្រើល្បិចកលបោកបញ្ឆោតសត្រូវដឹងថាមនុស្សដែលកាន់អាគមជាប់តែងតែមានចំណុចខ្សោយឬដំណំគេក៏បានប្រើចារបុរសឲ្យមកស៊ើបអង្កេតរហូតដឹងថាព្រះអង្គមានដំណំមួយយ៉ាងតឹងរឹងបំផុតតាមរឿងខ្លះថា
ដុំណមមិនឲ្យគេជេរម្ដាយឬដុំណមមិនឲ្យដើរក្រោមឈ្នួលសម្លៀកបំពាក់នៅក្នុងសមរភូមិដ៏ស្រួចស្រាវមួយសត្រូវដឹងថាអាវុធធម្មតាមិនអាចសម្លាប់ព្រះអង្គបានឡើយគេក៏បានប្រើដាវមុនអាគមដែលធ្វើពីដែកទឹកកកលាយជាមួយនឹងឈាមសត្វចង្រៃដើម្បីបំបែកមុនអាគមព្រះអង្គក្នុងខណៈពេលដែលព្រះអង្គកំពុងមានព្រៀបសត្រូវម្នាក់បានលួចកាប់ពីក្រោយចំកដោយប្រើកម្លាំងមុនអាគមខ្មៅក្បាលរបស់ព្រះអង្គក៏បានដាច់ចេញពីស្មាធ្លាក់ចុះមកលើដីប៉ុន្តែអ្វីធ្វើឲ្យគ្រប់គ្នាភ័យរន្ធត់បំផុតនោះគឺខ្លួនប្រាណរបស់ព្រះអង្គមិនបានដួលឡើយទោះបីជាគ្មានក្បាលក៏ដោយប៉ុន្តែដោយសារអំណាចជាមស្នេហាជាតិនិងអាគមដំហិមីរូបកាយដែលគ្មានក្បាលនោះបានអោនរើសដាវរួចបន្តកាប់សម្លាប់សត្រូវយ៉ាងសាហាវឃោឃៅឈាមដែលចេញមកពីកបានคล้ายទៅជាកម្លាំងជំរុញឲ្យរូបកាយនោះកាន់តែខ្លាំងសត្រូវភ័យខ្លាចរត់ជន់ជើងគ្នាទាំងកងពលដោយសារខ្លាចរអាជាមួយនឹងរូបកាយខ្មោចដែលគ្មានក្បាលតែមានវិញ្ញាណប្រយុទ្ធព្រះអង្គបានដេញសត្រូវរហូតផុតពីព្រំដែនសមរភូមិទើបព្រះអង្គបញ្ឈប់សកម្មភាពហើយដើរត្រឡប់មកកាន់ទីអារាមវិញនៅពេលត្រឡប់មកដល់មុខព្រះវិហារព្រះអង្គក៏បានទម្លាក់ដាវចុះហើយអង្គុយថ្មិចភ្នែកក្នុងទម្រង់សមាធិរួចក៏សោយទីបង្គត់ទាំងរូបកាយគ្មានក្បាលនៅទីនោះតែម្ដងអ្នកភូមិដែលបានឃើញហេតុការណ៍នេះមានការកោតសរសើរនិងខ្លាចរអាយ៉ាងខ្លាំងគេជឿថាវិញ្ញាណរបស់ព្រះអង្គនៅតែយាមកាមទឹកដីនោះជានិច្ចរហូតមកដល់សពថ្ងៃមានការកសាងរូបសំណាកព្រះសង្ឃកំបុតក្បាលនៅចំតំបន់មួយចំនួនដូចជាខេត្តបាត់ដំបងឬតាមជួរភ្នំដងរែកដើម្បីរំលឹកដល់គុណូបការៈនិងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គសេចក្តីសន្និដ្ឋាននៅក្នុងរឿងនេះរឿងព្រះសង្ឃកំបុតក្បាលមិនមែនគ្រាន់តែជារឿងខ្មោចលងគួរឲ្យខ្លាចនោះទេប៉ុន្តែវាជានិមិត្តរូបនៃភាពមិនចោះចាញ់វាបង្រៀនយើងថាស្មារតីជាតិនិយមទោះស្លាប់ក៏មិនព្រមឲ្យសត្រូវជន់ឈ្លីទឹកដីផលវិបាកនៃកលល្បិចសត្រូវឈ្នះដោយល្បិចតែចាញ់ដោយបារមីការដឹងគុណរូបសំណាកព្រះអង្គជាកន្លែងដែលមនុស្សផ្ដល់នូវការគោរពនិងសូមសេចក្តីសុខសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់កម្សាន្តរឿងនិទានខ្មោចនាពេលរាត្រីទាំងអស់គ្នាបាទរឿងនេះគឺបានបញ្ចប់ត្រឹមនេះហើយ admin ក៏មានរឿងបន្តទៀតបាទគឺនៅក្នុងរឿងនឹងតែម្ដងបាទគឺនិទានភ្ជាប់គ្នាតែម្ដងអញ្ចឹងបានន័យថាក្នុងវីដេអូនេះគឺមាន2រឿងឬក៏3រឿងដែល admin អាចនិទានបាននៅថ្ងៃនេះអញ្ចឹងកុំឲ្យកាត់ពេលយូរគឺ admin មានមួយរឿងទៀតរឿងនេះវាហាក់ដូចជារឿងពិតអញ្ចឹងគឺចំណងជើងថាខ្មោចដើមចេះជ្វាអ្នកខ្លះហៅថាខ្មោចនឹងធិនបាទរឿងវិញ្ញាណវិលវល់នៅដើមចេះជ្វាកាលពីសម័យមុនមាននារីម្នាក់ឈ្មោះធិនគាត់មានសម្រស់ស្អាតលើសគេក្នុងភូមិធិនមានស្វាមីដែលស្រឡាញ់គ្នាខ្លាំងណាស់ឈ្មោះសុកនៅពេលដែលធិនមានផ្ទៃពោះបាន7ខែសុកបានបង្ខំចិត្តចេញទៅធ្វើសង្គ្រាមនៅតំបន់ឆ្ងាយមុននឹងចេញទៅសុកបានដាំដើមចេកជ្វាមួយដើមនៅក្បែរមាត់បង្អួចផ្ទះហើយផ្ដាំថាអូនមើលថែដើមចេកនេះឲ្យល្អបើវាលូតលាស់ល្អបងនឹងមានសុវត្ថិភាពត្រឡប់មកមិនខានជាអកុសលក្នុងអំឡុងពេលស្វាមីមិននៅធិនបានធ្លាក់ខ្លួនឈឺធ្ងន់ហើយក៏បានស្លាប់ទាំងកូននៅក្នុងផ្ទៃស្លាប់ទាំងមានទម្ងន់ដោយសារក្តីស្រឡាញ់និងការរងចាំរបស់ស្វាមីខ្លាំងពេកវិញ្ញាណរបស់នាងមិនទៅណាឡើយគឺនៅវិលវល់យាមដើមចេកនោះជានិច្ចអ្នកភូមិចាប់ផ្ដើមល្បីថានៅពេលយប់ស្ងាត់គេតែងតែឃើញស្រមោលស្រីសក់វែងអង្គុយលើមេឃដើមចេកបំពេកូនយំយ៉ាងក្រលួច
ប៉ុន្មានខែក្រោយមកសុកបានត្រឡប់មកពីធ្វើសង្គ្រាមវិញទាំងយប់អាត្រៀតពេលមកដល់ផ្ទះគាត់ឃើញប្រពន្ធអង្គុយចាំមាត់បង្អួចទាំងញញឹមញញែមសុកអន់ណាស់ក៏ចូលទៅអោបថើបប្រពន្ធប៉ុន្តែគាត់មានអារម្មណ៍ថាខ្លួនប្រពន្ធត្រជាក់ដូចទឹកកកហើយមានក្លិនផ្កាម្លិះលាយឡំនឹងក្លិនឆ្អាបប្លែកយប់នោះខណៈពេលដែលសុកកំពុងដេកលក់គាត់មានអារម្មណ៍ថាមានទឹកអ្វីម្យ៉ាងស្រក់ចំថ្ងាសពេលគាត់បើកភ្នែកឡើងហើយយកដៃស្ទាបមើលនឹងពន្លឺព្រះច័ន្ទស្រាប់តែឃើញថាជាឈាមពេលគាត់ងើបមើលទៅលើដំបូលស្រាប់តែឃើញប្រពន្ធរបស់គាត់នាងថិនកំពុងតែលូនទៅលើដំបូលផ្ទះបញ្ច្រាស់ទិសគ្នាហើយសម្លឹងមកគាត់ទាំងភ្នែកក្រហមច្រាលសុកដឹងខ្លួនភ្លាមថាប្រពន្ធខ្លួនស្លាប់คล้ายជាខ្មោចហើយគាត់ក៏រកល្បិចចុះពីផ្ទះដោយប្រាប់ខ្មោចនាងថិនថាអូនបងចុះទៅបត់ជើងតូចមួយផ្លេតនាងថិនដឹងតន់ក៏យកខ្សែអំបោះចងដៃសុកជាប់សុកក៏យកខ្សែនោះទៅចងនឹងបង្គោលចិណ្ដើររួចរត់សម្រុកទៅវត្តអារាមដែលនៅជិតនោះបំផុតខ្មោចនាងថិនដឹងខ្លួនក៏ហោះដេញតាមស្រែកហៅប្តីទាំងកំហឹងរហូតដល់ទ្វារវត្តដោយសារបារមីព្រះសង្ឃនិងសិលធម៌ខ្មោចនាងថិនមិនអាចចូលនៅក្នុងវត្តបានឡើយនាងឈរយំនៅក្រោមដើមចេកក្បែររបងវត្តរហូតដល់ព្រះអាទិត្យរះទើបបាត់ទៅស្អែកឡើងចាស់ទុំនិងព្រះសង្ឃបានទៅគាស់សពនាងថិនដែលគេកប់នៅក្រោយផ្ទះឃើញថាសាកសពមិនទាន់រលួយឡើយលោកគ្រូចៅអធិការបានធ្វើពិធីដុតសពនិងសូត្រមន្តឧទ្ទិសកុសលឲ្យវិញ្ញាណរបស់នាងបានទៅចាប់ជាតិនិងលែងលងបន្លាចអ្នកភូមិទៀតនៅក្នុងរឿងនេះដើមចេកជ្វាចាស់បុរាណជឿថាជាកន្លែងដែលខ្មោចព្រាយចូលចិត្តស្នាក់នៅព្រោះវាត្រជាក់និងមានធាងធំងាយស្រួលពួនជំនឿនៅក្នុងរឿងនេះគឺដាស់តឿនឲ្យមនុស្សធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅដើម្បីកុំឲ្យវិញ្ញាណគេវិលវល់ដោយក្តីសោកសៅបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់នៅរឿងនិទានរបស់ខ្ញុំបាទគឺរឿងដើមចេកជ្វាក៏បានបញ្ចប់ហើយក៏មានរឿងបន្តទៀតដែរបាទក្នុងឱកាសនេះខ្ញុំនឹងនិទានរឿងបន្តទៀតអញ្ចឹងគឺ3រឿងហើយនេះគឺជារឿងរ៉ាវអបិយជំនឿដ៏ល្បីល្បាញមួយទៀតដែលគេនិយាយពីការសងសឹករបស់ខ្មោចចងករឿងនេះត្រូវបានគេនិទានតគ្នាថាជាព្រឹត្តិការណ៍ដែលធ្លាប់កាត់ឡើងនៅក្នុងភូមិមួយនៅក្នុងខេត្តសៀមរាបកាលពីយូរយារណាស់មកហើយមានយុវជន2នាក់ឈ្មោះតារានិងវិបុលបានធ្វើដំណើរពីស្រុកកំណើតមកធ្វើការនៅទីក្រុងដោយសារចង់សន្សំលុយពួកគេបានសម្រេចចិត្តជួលផ្ទះឈើចាស់មួយខ្នងដែលមានតម្លៃថោកខុសពីធម្មតាផ្ទះនោះស្ថិតនៅក្នុងនៅទីដាច់ឆ្ងាយពីគេបន្តិចហើយមានដើមជ្រៃធំមួយដុះតាំងពីក្រោយផ្ទះម្ចាស់ផ្ទះបានផ្ដាំពួកគេថាយប់ឡើងបើឮសូរសម្រែកអ្វីប្លែកកុំបើកបង្អួចមើលឲ្យសោះហើយកុំភ្លេចអុជធូបសុំម្ចាស់ទឹកម្ចាស់ដីផងតារានិងវិបុលជាមនុស្សសម័យថ្មីពួកគេមិនសូវជឿក៏គ្រាន់តែងក់ក្បាលយល់ព្រមតាមការគួរយប់ដំបូងមិនមែនអ្វីកើតឡើងទេប៉ុន្តែនៅយប់ទី3ខណៈដែលអ្នកទាំងពីរកំពុងដេកលក់យ៉ាងស្កប់ស្កល់ស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងបោកទប់បង្អួចខ្លាំងឮសូរផាំងភ្លាមនោះពួកគេបានឮសំឡេងម្យ៉ាងឮចេញពីដំបូលផ្ទះសំឡេងដូចជាឈើកកិតគ្នាតារាបានភ្ញាក់ឡើងហើយយកពិលបាញ់ទៅលើធ្នឹមផ្ទះអ្វីដែលពួកគេបានឃើញគឺខ្សែកមួយខ្សែយល់ចុះយល់ឡើងនៅកណ្ដាលផ្ទះទាំងដែលមិនមានអ្នកណាចងវាឡើយវិបុលភ័យពេកក៏ស្ទុះទៅបើកទ្វារបំរុងរត់ចេញប៉ុន្តែទ្វារនោះហាក់ដូចជាមានអ្នកណាចាក់សោពីខាងក្រៅយ៉ាងណែនមួយសន្ទុះក្រោយមកសំឡេងធ្ងរតិចក៏បន្លឺឡើងសំឡេងនោះបានជួយដោះខ្សែចេញពីកអញផងអញអួលណាស់នៅពេលពួកគេងាកទៅមើលមាត់បង្អួចស្រាប់តែឃើញស្រមោលមនុស្សស្រីម្នាក់ស្លៀកសម្លៀកបំពាក់រហែករហុយអណ្ដែតនៅកណ្ដាលអាកាស
ក៏របស់នាងវាញខុសពីធម្មតាហើយអណ្ដាតរបស់នាងលៀនចេញមកក្រៅវែងក្រហមឆ្អៅនាងសម្លឹងមកពួកគេទាំងភ្នែកលៀនចេញឈាមតក់ៗអ្នកទាំងពីរបានលើកដៃសំពះបួងសួងសុំខមាទោសរហូតដល់ភ្លឺទើបខ្មោចនោះបាត់ទៅព្រឹកឡើងពួកគេក៏ទៅសាកសួរចាស់ក្នុងភូមិទើបដឹងថាកាលពីប៉ុន្មានឆ្នាំមុនមាននារីម្នាក់ត្រូវបានគេធ្វើបាបនិងបង្ខំចិត្តចង់កោសម្លាប់ខ្លួននៅលើធ្នឹមផ្ទះនោះដោយសារតែការស្លាប់ទាំងចិត្តចង់កំហឹងវិញ្ញាណរបស់នាងមិនអាចទៅណាឆ្ងាយពីកន្លែងកើតហេតុបានឡើយហើយតែងតែបង្ហាញខ្លួនឲ្យអ្នកមកស្នាក់នៅបានឃើញជានិច្ចតារានិងវិបុលបាននាំគ្នាប្រគេនព្រះសង្ឃដើម្បីធ្វើបុណ្យដាឆ្លងនិងឧទ្ទិសកុសលឲ្យវិញ្ញាណនារីនោះគ្រូអាចារ្យបានមកសូត្រមន្តដេញឧបទ្រពចង្រៃនិងយកខ្សែចំណងទៅដុតចោលចាប់តាំងពីពេលនោះមកផ្ទះនោះក៏លែងមានការលងបន្លាចទៀតឡើយនៃនៅក្នុងការអប់រំរឿងនេះការគោរពទីកន្លែងទៅដល់កន្លែងថ្មីគួរអុជធូបសុំម្ចាស់ទឹកម្ចាស់ដីតាមទំនៀមទម្លាប់ការធ្វើបុណ្យឧទ្ទិសកុសលគឺជាឱសថដ៏ល្អបំផុតសម្រាប់វិញ្ញាណដែលពង្វេងផ្លូវសូមស្វាគមន៍មកកាន់រឿងនិទានខ្មោចសារជាថ្មីបាទបងប្អូនបានស្ដាប់រឿងប៉ុន្មានរឿងមកនេះបងប្អូនទទួលនៅអារម្មណ៍យ៉ាងម៉េចដែរមានភាពភ័យខ្លាចឬក៏ព្រឺព្រួចអ្វីសម្រាប់បងប្អូនដែលចូលចិត្តស្ដាប់គឺគាត់នឹងយល់ហើយអញ្ចឹងគឺសុទ្ធសឹងតែជារឿងនិទានប៉ុន្តែវាសុទ្ធតែជារឿងពាក់ព័ន្ធនឹងអបិយជំនឿខ្មែររបស់យើងឬក៏ទំនៀមទម្លាប់ផ្សេងបាទបងប្អូនជឿឬមិនជឿក៏ស្ដាប់ទុកជាការកម្សាន្តទៅចោះអញ្ចឹងគឺរឿងមួយរឿងនេះគឺមានចំណងជើងថាខ្មោចកូនក្រក់គឺជាជំនឿអបិយជំនឿដ៏ងងឹតនិងអាត់កំបាំងបំផុតនៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកគេជឿថាកូនក្រក់គឺជាវិញ្ញាណរបស់ទារកដែលស្លាប់នៅក្នុងផ្ទៃម្ដាយមិនទាន់កើតហើយត្រូវបានគ្រូអាគមឬអ្នកមានវិជ្ជាការយកមកធ្វើពិធីផ្លូវងងឹតដើម្បីចិញ្ចឹមទុកជាកូនមាសកូនប្រាក់សម្រាប់ការពីខ្លួនឬជួយរកស៊ីខាងក្រោមនេះគឺជាដំណើររឿងនិទានបែបព្រេងនិទាននិងជំនឿជំវិញរឿងនេះកាលពីដើមឡើយមានបុរសម្នាក់ឈ្មោះនេដេតជាអ្នករៀនមុនអាគមវិជ្ជាការដេតមានបំណងប្រាថ្នាចង់បានកូនក្រក់មកធ្វើជាបរិវារដើម្បីជួយឲ្យខ្លួនមានអំណាចនិងដឹងមុននៅរាល់ហេតុការណ៍គ្រោះថ្នាក់ផ្សេងតាមក្បួនខ្នាតបើចង់បានកូនក្រក់ស័ក្តិសិទ្ធិបំផុតគឺត្រូវយកកូនចេញពីផ្ទៃម្ដាយដែលស្លាប់ទាំងទម្ងន់ឬកូនដែលស្លាប់នៅក្នុងពោះប្រពន្ធខ្លួនបងប្អូនខ្ញុំអានរឿងនេះហើយមានអារម្មណ៍ថាព្រឺព្រួចមែនទែនដូចអត់ចង់អានបន្តតទៅសោះដោយសារតែស្ដាប់ទៅវាមានអារម្មណ៍ថាគួរឲ្យខ្លាចបន្តិចព្រឺព្រួចបន្តិចអញ្ចឹងគឺបន្តទៅទៀតបាទខ្ញុំឡើងចង់ស្អកកហើយអញ្ចឹងគឺជាអកុសលប្រពន្ធរបស់នេដេតហ្នឹងបានធ្លាក់ខ្លួនឈឺនិងស្លាប់ទាំងកូនក្នុងផ្ទៃដោយចិត្តចង់បានកូនក្រក់ខ្លាំងពេកដេតមិនបានយកសពប្រពន្ធទៅបូជាភ្លាមទេគាត់បានលួចធ្វើពិធីនៅកណ្ដាលអាត្រៀតគាត់បានយករូបទារកតូចចេញពីផ្ទៃរួចយកទៅហាលឲ្យស្ងួតលើរងើភ្លើងព្រមទាំងសូត្រមន្តវិជ្ជាការចងវិញ្ញាណកូននោះកុំឲ្យទៅចាប់ជាតិបន្ទាប់ពីហាលស្ងួតហើយគាត់បានយកមាសមកបិទពាសពេញខ្លួនទារកនោះទើបគេហៅថាកូនក្រក់មាសដេតតែងតែដាក់កូនក្រក់នៅក្នុងដបកែវឬកោដ្ឋតូចមួយហើយពាក់ជាប់នឹងខ្លួនជានិច្ចបងប្អូនរឿងនេះវាមានហេតុតែងតែមានផលអញ្ចឹងគឺបងប្អូនព្យាយាមស្ដាប់ឲ្យចប់ទាំងអស់គ្នាសូម្បីតែខ្ញុំអ្នកអាននេះក៏អានយូរទៅលេងចង់ទៅមុខតាំងពីមានកូនក្រក់មកនេដេតហាក់ដូចជាមានភ្នែកទឹកត្រជាទឹករាល់ពេលដែលមានសត្រូវមកយាយីកូនក្រក់តែងតែមកខ្សឹបប្រាប់ត្រជាគាត់មុនជានិច្ច
ពេលគាត់ទៅរកស៊ីឬលេងល្បែងកូនក្រតែងតែជួយឲ្យគាត់ឈ្នះនិងចំណេញរហូតអ្នកភូមិតែងតែឮសំឡេងក្មេងសើចលេងនៅក្នុងផ្ទះដេតទោះបីជាគាត់រស់នៅម្នាក់ឯងក៏ដោយប៉ុន្តែការចិញ្ចឹមកូនក្រមានដំណំតឹងរឹងណាស់អ្នកចិញ្ចឹមត្រូវសែននំចំណីបាយទឹកនិងលេងជាមួយវាដូចកូនបង្កើតប្រសិនបើភ្លេចសែនឬធ្វើអ្វីឲ្យវាខឹងវានឹងលងបន្លាចម្ចាស់វិញយ៉ាងសាហាវយប់មួយនេដេតស្រវឹងស្រាខ្លាំងហើយភ្លេចដាក់បាយសែនឲ្យកូនក្រយប់នោះគាត់ដេកយល់សុបិនឃើញក្មេងប្រុសម្នាក់ខ្លួនប្រានខ្មៅស្រងាំភ្នែកក្រហមឈាមឡើងសង្កត់លើទ្រូងគាត់ហើយច្របាច់កគាត់ស្ទើរដាច់ខ្យល់ទាំងស្រែកថាមិនក៏ពុកមិនឲ្យកូនស៊ីបាយនៅពេលដែលគាត់ភ្ញាក់ឡើងគាត់ឃើញមានស្នាមម្រាមដៃតូចៗជាច្រើនជាប់ខ្មៅពេញខ្លួនប្រានដោយដឹងថាខ្លួនមិនអាចគ្រប់គ្រងវិញ្ញាណនេះបានទៀតទេដេតក៏សម្រេចចិត្តយកកូនក្រនោះទៅប្រគល់ឲ្យគ្រូអាចារ្យធំម្នាក់នៅក្នុងវត្តដើម្បីធ្វើពិធីដោះលែងវិញ្ញាណឲ្យទៅចាប់ជាតិលោកគ្រូបានប្រដៅថារបស់ដែលបានមកដោយការបង្ខំវិញ្ញាណគេវាមិនមែននាំមកនៅសុភមង្គលយូរអង្វែងឡើយជុំវិញរឿងកូនក្រគេជឿថាកូនក្រចូលចិត្តស៊ីឈាមជ្រូកស្រស់ឬបង្អែមស្រស់ៗសមត្ថភាពជួយឲ្យម្ចាស់មានមន្តស្នេហ៍ការពារគ្រោះថ្នាក់និងនាំលាភសំណាងផលវិបាកបើម្ចាស់ស្លាប់ទៅដោយមិនបានផ្ដាច់អាគមកូនក្រនោះនឹងក្លាយជាព្រាយលួងបន្លាចអ្នកស្រុកនេះគ្រាន់តែជារឿងនិទានតាមបែបជំនឿបុរាណប៉ុណ្ណោះសម័យកាលបច្ចុប្បន្នទៅមានការធ្វើបែបនេះទៀតហើយព្រោះវាជារឿងខុសច្បាប់និងខុសសីលធម៌ក្នុងព្រះពុទ្ធសាសនាសូមអរគុណប្រិយមិត្តអ្នកស្ដាប់រឿងនិទានខ្មោចនាពេលរាត្រីទាំងអស់គ្នាបាទរឿងនិទានក៏ត្រូវបានបញ្ចប់ហើយក៏សូមខន្តីអភ័យទោសនៅរាល់ពាក្យខុសឆ្គងបាទដោយប្រការណាមួយក៏សូមខន្តីអភ័យទោសនៅក្នុងរឿងនីមួយៗដែរបាទសូមអរគុណសូមជម្រាបលា